នៅព្រឹកព្រលឹមមានលោកពូម្នាក់បានដឹកសាកសពឆ្កែមួយក្បាលដើម្បីនឹងទៅកាប់សាច់លក់នៅឯផ្ទះរបស់គាត់ដែលគាត់មានឈ្មោះថាម៉ាញកំពុងតែជិះសុកស្រាប់តែម៉ូតូរបស់គាត់រលត់នៅពាក់កណ្ដាលផ្លូវពេលនោះគាត់ក៏បានចុះពីលើម៉ូតូហើយទៅផ្លុំក្បាលប៊ូស៊ីបន្ទាប់មកគាត់ធាក់ម៉ូតូម្ដងទៀតវាក៏ចាប់ផ្ដើមឆេះដោយដើមវិញក្រោយមកគាត់ក៏បានឃើញឆ្លុកទឹកតូចមួយនៅឯវាលស្រែក្បែរនោះគាត់ក៏ប្រញាប់ទៅលាងដៃភ្លាមកំពុងតែលាងសុកស្រាប់តែគាត់បានឮសំឡេងអ្វីម្យ៉ាងនៅពីក្រោយខ្នងរបស់គាត់ពូម៉ាញគាត់ក៏បានក្រឡេកមើលទៅខាងក្រោយខ្នងរបស់គាត់តែអត់មានបានឃើញអីសោះគាត់ក៏ងាកមកខាងមុខវិញស្រាប់តែមានដៃមួយគូចាប់ទាញករបស់គាត់ជ្រុំមួយក្នុងថ្លុកទឹកនោះរហូតទាល់តែគាត់ដាច់ដង្ហើមស្លាប់កាត់ចូលមកដល់ព្រឹកឡើងយើងក៏បានឃើញថាមានមនុស្សប្រុសស្រីពីរនាក់កំពុងតែជិះឡានក្រុងសម្ដៅមកស្រុកកំណើតរបស់ពួកគេតែមនុស្សប្រុសម្នាក់នេះគាត់មានឈ្មោះថាណាមចំណែកឯម្នាក់ស្រីនេះវិញនេះមានឈ្មោះថាស៊ូអែនណាមបានធ្វើដំណើរមកស្រុកកំណើតនេះគឺដើម្បីនឹងចូលរួមពិធីបុណ្យសពឪពុករបស់គាត់នៅពេលដែលចូលមកដល់ផ្ទះភ្លាមអ្នកមីយ៉ាដែលត្រូវជាម្ដាយរបស់ណាមគាត់បានឲ្យកូនប្រុសរបស់គាត់ទៅបិទភ្នែកឪពុករបស់ខ្លួនជាលើកចុងក្រោយភ្លាមនោះណាមគាត់បានទៅបិទភ្នែកឪពុករបស់គាត់តាមដែលម្ដាយបានប្រាប់ប៉ុន្តែភ្នែកឪពុករបស់គាត់បែរជាបើកឡើងមកវិញហើយថែមទាំងហូរឈាមតាមមាត់ច្រមុះនិងភ្នែកថែមទៀតឃើញបែបនោះអ្នកភូមិមានការភ្ញាក់ផ្អើលជាខ្លាំងរីឯអ្នកមីយ៉ាគាត់យកមនិតប្តីគាត់ជាខ្លាំងដែរក្រោយមកណាមគាត់បានបិទភ្នែកឪពុករបស់គាត់ម្ដងទៀតជាសំណាងល្អភ្នែករបស់ឪពុកគាត់ក៏បានបិទពេលនោះអ្នកមីងធួយបានប្រាប់ឲ្យអ្នកជិតខាងត្រឡប់ទៅផ្ទះវិញហើយនឹងប្រាប់អ្នកមីងពួកក្រុមជាមួយនឹងណាមចូលទៅខាងក្នុងផ្ទះទុកភារកិច្ចទាំងអស់នេះឲ្យអ្នកបញ្ចុះសពជាអ្នកធ្វើទៅវាបានទៅហើយដើរមិនទាន់បានដល់កន្លែងអង្គុយផងស៊ូអេនាងក៏បានឃើញមនុស្សម្នាក់ដែលនៅចំពីមុខរបស់នាងឃើញស៊ូអេនាងឈរនៅស្ងៀមអញ្ចឹងណាមគាត់ក៏បានជួបមកសួរថាមានរឿងអ្វីកើតឡើងមិនបានជាភ័យអញ្ចឹងតែនាងមានបានឃើញអ្វីចម្លែកមែនស៊ូអេនាងក៏បានឆ្លើយទៅវិញថានាងគ្មានបានឃើញអ្វីនោះទេចូលមកដល់តុញ៉ាំអាហារណាមគាត់បានយកអីវ៉ាន់ទៅដាក់នៅក្នុងបន្ទប់ពេលនោះអ្នកមីងធួយបានហៅស៊ូអេនឲ្យនាងទៅញ៉ាំអាហាររបស់គាត់គឺជាសាច់ឆ្កែនៅពេលដែលនាងបានឮអញ្ចឹងស៊ូអេននាងក៏បានប្រាប់ទៅគាត់វិញនាងបានញ៉ាំអាហារនៅខាងក្រៅឆ្អែតហើយប៉ុន្តែអ្នកមីងធួយគាត់មិនសុខចិត្តនោះទេតែគាត់បានគិតថាស៊ូអេននាងបានធ្វើដំណើរមកពីផ្លូវឆ្ងាយដូច្នេះប្រកាសជាឃ្លានខ្លាំងណាស់ហើយជាចុងក្រោយស៊ូអេននាងក៏បានប្រាប់ទៅគាត់វិញថានាងមិនញ៉ាំសាច់ឆ្កែនោះទេគ្រាន់តែបានឮអញ្ចឹងអ្នកមីងធួយគាត់ក៏បានទម្លាក់ចានចុះរួចគាត់ក៏បាននិយាយថាសាច់ឆ្កែមានអីមិនល្អវាមានប្រូតេអ៊ីនខ្ពស់និងល្អទៅដល់សុខភាពរបស់យើងណាមគាត់បានធំធាត់ឡើងគឺដោយសារតែអាហារទាំងអស់នេះហើយខ្ញុំមិនច្បាស់ថានាងអាចរស់នៅទីនេះបន្តទៅទៀតបាននោះទេគ្រាន់តែបានស្ដាប់ឮអ្នកមីងធួយគាត់និយាយបែបនេះស៊ូអេនាងក៏បានសំឡឹងទៅមើលចានហើយរៀបនឹងញ៉ាំទៅហើយប៉ុន្តែត្រូវបានណាំគាត់ចូលមកខត់តាន់បន្ទាប់មកអ្នកមីងលាវគាត់ក៏បានចូលមកដល់ដែរហើយបានសួរទៅកាន់ស៊ូអេនថាតើនេះគឺជាសង្សាររបស់ណាមមែនពេលនោះណាមគាត់ក៏បានតបទៅវិញស៊ូអេនគឺជាសង្សាររបស់គាត់ចូលមកដល់ព្រឹកឡើងបន្ទាប់ពិធីបុណ្យសពនៅតែបន្តប្រារព្ធធ្វើដូចជាធម្មតាភ្លាមនោះស្រាប់តែមានអ៊ីចិត្តខាងម្នាក់គាត់បាននិយាយថានៅពេលដែលមានសមាជិកគ្រួសារស្លាប់បើកភ្នែកអញ្ចឹងហើយថែមទាំងហូរឈាមភ្លាមនៅពេលដែលសាច់ញាតិបានទៅប៉ះរាងកាយអញ្ចឹងបានន័យថាគាត់ស្លាប់ដោយអយុត្តិធម៌បំផុតគ្រប់គ្នាចាប់ផ្ដើមឆ្ងល់គ្រាន់តែទឹកស្លុកតូចមួយសោះមិនបានជាគាត់ទៅធ្លាក់លងទឹកស្លាប់ទៅវិញពេលនោះមានអ្នកខ្លះគិតថាគាត់ប្រហែលជាស្រវឹងរីឯអ្នកខ្លះទៀតពួកគេបានគិតថាប្រហែលជាមានខ្មោចចាប់ទាញឲ្យគាត់ស្លាប់នៅក្នុងទឹកស្លុកនឹងហើយក្រោយមកមីងគាត់ក៏បានតបទៅវិញវាគ្រាន់តែជាការស្រមើសម័យតែប៉ុណ្ណោះកុំមកនិយាយអីល្អជាងអ៊ីអ្នកចិត្តខាងគាត់ក៏បានតបទៅវិញម៉ាញគឺជាអ្នកចិត្តខាងរបស់ខ្ញុំដូច្នេះហើយគាត់គ្រាន់តែចង់ដឹងពីការស្លាប់របស់ម៉ាញឲ្យច្បាស់ជាងនេះតែប៉ុណ្ណោះមកដល់ចំណុចនេះពួកគាត់មានការតសម្ដីគ្នាបន្តិចតែត្រូវបានសម្រួលដោយមនុស្សជុំវិញខ្លួននោះរឿងក៏បានកាត់ចូលមកដល់យប់ឡើងអ្នកភូមិគាត់ក៏បានទៅផ្ទះអស់ដោយទុកឲ្យណាមគាត់នៅកំដរសាកសពឪពុករបស់គាត់តែម្នាក់ឯងពេលនោះស្រាប់តែគាត់បានឮសំឡេងគោះនៅឯខាងក្រៅមឈូសគាត់ក៏ប្រញាប់ទៅអោនមើលស្រាប់តែឃើញជើងមនុស្សប្រុសម្នាក់កំពុងតែឈរនៅក្បែរមឈូសឪពុករបស់គាត់ណាមបានដើរទៅមើលជុំវិញមឈូសនោះតែគ្មានមនុស្សនោះទេរំពេចនោះស្រាប់តែណាមបានឃើញឪពុករបស់គាត់ឈរនៅចំពីមុខគាត់តែម្ដងណាមគាត់បានភ្ញាក់ផ្អើលឡើងដួលនៅពេលដែលគាត់ក្រឡេកទៅមើលមកខាងទៀតគាត់ក៏បានឃើញក្រុមគ្រួសាររបស់គាត់ចងកស្លាប់ទាំងអស់ណាមគាត់ពិតជាទទួលយកការពិតមិនបាននោះទេនៅពេលដែលឃើញក្រុមគ្រួសារខ្លួនឯងស្លាប់បែបនេះក្នុងនោះគាត់ក៏បានជួបជាមួយនឹងឪពុករបស់គាត់ទៀតឪពុករបស់គាត់ក៏បានប្រាប់ទៅកាន់ណាមថាមាននរណាម្នាក់ចង់សម្លាប់គ្រប់គ្នានៅក្នុងក្រុមគ្រួសាររបស់គាត់ហើយនិយាយបានតែបន្តិចស្រាប់តែមានដៃមួយគូចាប់ទាញគាត់ចូលទៅខាងក្នុងវិញណាមបានស្រែកហៅឪពុករបស់ខ្លួនជាខ្លាំងតែតាមការពិតវាគ្រាន់តែជាការយកសពរបស់ណាមតែប៉ុណ្ណោះចូលមកដល់ព្រឹកឡើងគ្រប់គ្នាបានដង្ហែសាកសពរបស់ម៉ាញ់ដើម្បីនឹងទៅបញ្ចុះតែមីញ៉ាគាត់យំស្ដាយប្តីរបស់គាត់ជាខ្លាំងព្រោះអត់ពីគាត់ទៅគ្មាននរណាជាគោចំហនៅក្នុងគ្រួសារនេះទេបន្ទាប់ពីបានបញ្ចុះសាកសពរួចរាល់ពួកគេបានចូលមករកតុញ៉ាំអាហារជាមួយនឹងគ្នាណាមបានណែនាំសង្សាររបស់គាត់ជាផ្លូវការទៅការមនុស្សគ្រប់គ្នានៅក្នុងក្រុមគ្រួសារស្របពេលនោះមីងគាត់មានរឿងមួយចង់ប្រាប់ទៅកាន់អ្នកមីញ៉ាដែលគាត់ចង់បើកហាងលក់សាច់
ពិសេសនៅថ្ងៃស្អែកនេះតែអ្នកមីងញ៉ាគាត់បានប្រាប់ទៅវិញថាវាហាក់ដូចជាលឿនពេកតែដឹងបើសិនជាបើកថ្ងៃស្អែកអញ្ចឹងភ្លាមនោះស្រាប់តែអ្នកមីងធួយគាត់ក៏បាននិយាយថាហេតុអ្វីបានជាមិនបើកហាងតែចាំដល់ពេលណាទៀតមានមនុស្សជាច្រើនណាស់កំពុងតែពង្រីកសាខារបស់ពួកគេជាបន្តបន្ទាប់បើសិនជាយើងមិនបើកហាងឆាប់ៗនេះទេពួកយើងនឹងលែងមានម៉ូយទៀតជាមិនខានអញ្ចឹងគ្រួសាររបស់យើងមួយនេះរស់នៅយ៉ាងណាទៅបើសិនជាអត់មានលុយចាយនោះក្រោយមកអ្នកមីងលីវគាត់បានឲ្យពួកគេឈប់និយាយគ្នាសិនទៅឲ្យអង្គុយញ៉ាំអាហារឲ្យឆ្ងាញ់ទៅព្រោះយើងទើបតែនេះហត់ពីពិធីបុណ្យសពទេអញ្ចឹងរឿងទាំងអស់ហ្នឹងចង់ពិភាក្សាគ្នាពេលញ៉ាំបាយចប់ទៅបន្ទាប់មកស៊ូអេននាងក៏បានកេះទៅកាន់ណាមដើម្បីឲ្យគាត់ប្រាប់រឿងមួយទៅកាន់ក្រុមគ្រួសាររបស់គាត់ណាមបានសុំការអនុញ្ញាតពីម្ដាយរបស់គាត់ហើយនឹងក្រុមគ្រួសារទាំងមូលដែលគាត់នឹងរៀបការជាមួយនឹងស៊ូអេនក្នុងពេលឆាប់ៗនេះហើយគ្រាន់តែបានលឺអញ្ចឹងលោកគ្នាជំទាស់មិនព្រមឲ្យពួកគេរៀបការនោះទេតែមីងធួយគាត់ក៏បានប្រាប់ទៅវិញថាឪពុករបស់ឯងទើបតែស្លាប់មិនទាន់បានពី3ថ្ងៃផងឯងបើជាចង់រៀបការទៅវិញតែអ្នកចិត្តខាងគេនិយាយបែបណាបើសិនជាពួកគេដឹងរឿងទាំងអស់នេះបន្ទាប់មកអ្នកមីងលីវគាត់ក៏បាននិយាយដែរថាតើឲ្យពួកយើងរៀបពិធីមង្គលការក្នុងស្ថានភាពបែបនេះយ៉ាងម៉េចវាមិនសមហេតុផលនោះទេព្រោះកាលពីម្សិលមិញយើងទើបតែធ្វើបុណ្យសពរួចហើយរៀបការនៅថ្ងៃស្អែកវិញអ្នកជិតខាងរបស់យើងពួកគេមិនមានលុយសម្រាប់ធ្វើកម្មវិធីច្រើនបែបនេះនោះទេញ៉ាគាត់ក៏បានតបទៅវិញតាមការពិតរឿងរៀបការយើងអាចរងចាំរហូតដល់50ថ្ងៃទៀតក៏បានដែរប៉ុន្តែនៅក្នុងពេលឥឡូវនេះស៊ូអេននាងកំពុងតែមានផ្ទៃពោះបាត់ទៅហើយដូច្នេះទុកយូរមិនបានទេមីងក៏បានឲ្យពួកគេយកកូនចេញទៅវាចាប់បាត់ទៅហើយគ្រាន់តែបានលើបែបនោះណាមគាត់ស្ទើរតែមិនគួរឲ្យជឿទេថាពាក្យទាំងអស់នេះគាត់បានលើចេញពីមាត់របស់ពូខ្លួននិយាយសោះណាមគាត់ក៏បាននិយាយទៅវិញថាបើសិនជាលោកពូចង់ថាឲ្យខ្ញុំយ៉ាងម៉េចក៏បានដែរប៉ុន្តែសូមលោកពូកុំស្ដីបន្ទោសទៅឲ្យនាងអីមីងគាត់ក៏បានតបទៅវិញបងប្រុសរបស់ខ្ញុំទើបតែស្លាប់មិនទាន់បានប្រមាណផងឯងហ៊ានសម្ដីឆ្លើយជាមួយនឹងយើងទៅហើយចាប់ពីពេលនេះទៅខ្ញុំគឺជាមនុស្សម្នាក់ជាអ្នកសម្រេចចិត្តថាគ្រប់គ្នាគួរតែធ្វើអ្វីនៅក្នុងក្រុមគ្រួសារមួយនេះខ្ញុំជាអ្នកធំជាងគេដែលត្រូវនឹងបងប្អូនមើងងាយទៅកាន់កូនរបស់គាត់ខ្លាំងពេកអ្នកមីងញ៉ាគាត់ក៏បានស្រែកឲ្យពួកគេថាប្តីរបស់គាត់មិនទាន់ស្លាប់បានប្រមាណផងមិនបានជានាំគ្នាតោះពាក្យសម្ដីគ្នារហូតអញ្ចឹងគាត់ក៏បានឲ្យពួកគេទាំង3នាក់ចាក់ចេញពីបន្ទប់មួយនេះដោយមិននិយាយអ្វីទាំងអស់ទុកឲ្យគាត់គឺជាអ្នកគិតតែម្នាក់ឯងបានហើយមកអ្នកទាំងអស់គ្នាមកដឹងពីមូលហេតុមិនបានជានាងគាត់សុំការអនុញ្ញាតការរៀបការពីសមាជិកគ្រួសារទាំងអស់ពីព្រោះតែនាងទម្លាប់នៅក្នុងក្រុមគ្រួសាររបស់ណាមបើសិនជាមាននរណាម្នាក់ចំទាស់ពីរឿងរៀបការរបស់ពួកគេមិនអាចរៀបពិធីមង្គលការនោះបានទេហើយមូលហេតុដែលពួកគេមិនយល់ព្រមបែបនោះក្រុមគ្រួសាររបស់ណាមពួកគេត្រូវការទុកឪពុករបស់គាត់ស្លាប់រហូតដល់49ថ្ងៃឯណោះដូច្នេះហើយក្នុងកំឡុងពេលនេះពួកគេមិនប្រារព្ធពិធីអ្វីដែលត្រូវសប្បាយនោះទេងាយមកមើលស៊ូអេងឯនេះវិញម្ដងពេលនេះនាងកំពុងតែលេងចានតែម្នាក់ឯងព្រមនោះណាមគាត់ក៏បានចូលមកដល់ដែរណាមគាត់ចង់ជួយលេងចានជាមួយនឹងនាងដែរតែស៊ូអេងនាងមិនព្រមនោះទេព្រោះបើសិនជាក្រុមគ្រួសាររបស់គាត់ឃើញគាត់ជួយលេងចាននេះអញ្ចឹងប្រកាសជាពួកគាត់ថានាងប្រើក្មួយប្រុសរបស់គាត់ជាមិនខានស៊ូអេងនាងកំពុងតែពិបាកចិត្តរឿងនៃក្រុមគ្រួសាររបស់ណាមមិនយល់ព្រមចំពោះពិធីមង្គលការរបស់ពួកគេនាងពិតជាមានភាពអាម៉ាស់ខ្លាំងណាស់បើសិនជាកូនកើតមកហើយមិនទាន់រៀបការបែបនេះនៅពេលដែលបានឮសង្សាររបស់ខ្លួននិយាយបែបនោះណាមគាត់ក៏បានប្រាប់តែនាងវិញថាកុំឲ្យនាងបារម្ភច្រើនពេកអីមិនថាមានរឿងអ្វីកើតឡើងនោះទេគាត់នៅតែការពារនាងជានិច្ចព្រមនោះស្រាប់តែអ្នកមីងញ៉ាបានឲ្យណាមជួយជូនគាត់ទៅទិញផ្លែឈើយកទៅសែនតែមុននឹងទៅគាត់ក៏បានប្រាប់ឲ្យស៊ូអេនឲ្យនាងលេងចានតែម្នាក់ឯងសិនទៅបើសិនជាហត់អស់កម្លាំងអីនាងអាចសម្រាកសិនទៅមិនចាំបាច់លេងចានទាំងអស់នោះទេនៅពេលដែលលេងចានចប់រួចរាល់ហើយស៊ូអេននាងក៏បានដល់ចូលមកក្នុងផ្ទះវិញស៊ូអេននាងក៏មានអារម្មណ៍ចម្លែកដែលនាងបានឮសំឡេងអ្វីម្យ៉ាងដែលកំពុងតែទំពីឯងនៅក្បែរនោះស៊ូអេននាងក៏បានងាកទៅមើលទាំងដែលនៅក្នុងចិត្តរបស់នាងភ័យខ្លាចជាខ្លាំងពេលនោះនាងក៏បានឃើញពពួកអមនុស្សយ៉ាងចម្លែកដែលមានខ្លួនជាមនុស្សនិងក្បាលជាសត្វឆ្កែនាងក៏បានឃើញពួកវាកំពុងតែស៊ីអាហារដូចជាមនុស្សអញ្ចឹងដែរមិនប្រយ័ត្ននាងក៏បានដើរទៅប៉ះជាមួយនឹងតុកដែលធ្វើឲ្យឮសំឡេងទៅដល់ពួកវាក្រោយពីបានដឹងថាពួកវាបានឃើញនាងស៊ូអេននាងមានការពិតភ័យជាខ្លាំងតែជាសំណាងល្អណាមហើយនឹងម្ដាយរបស់គាត់បានមកជួយនាងទាន់ពេលវេលានៅយប់នោះដែរអ្នកមីងញ៉ាគាត់ក៏បានសែនព្រេតទៅការប្រឡឹងប្តីរបស់គាត់នៅក្នុងពេលនោះគាត់ក៏បានចាក់ធម៌ស្ដាប់ភ្លាមស្រាប់តែមានសំឡេងចម្លែកពីមកពីវិទ្យុមួយនោះទៅវិញគាត់ក៏ប្រញាប់ទៅបិទជាបន្ទាន់តែវានៅតែឮសំឡេងចម្លែកមួយនោះទៀតជាចុងក្រោយគាត់ក៏បានបោកវិទ្យុមួយនោះឲ្យខ្ទេចបន្ទាប់មកគាត់ក៏បានឮសំឡេងមួយទៀតនៅឯខាងលើដំបូលគាត់ព្យាយាមដើរតាមសំឡេងមួយនោះក្រោយមកមានអ្វីម្យ៉ាងចាប់ទីជើងរបស់គាត់អូចូលទៅខាងក្រោមគ្រែគាត់ព្យាយាមចាប់កៅអីដែលនៅជិតនោះហើយបានស្រែកហៅណាមឲ្យមកជួយគាត់ផងណាមគាត់ក៏បានចូលមកជួយម្ដាយរបស់ខ្លួននៅក្នុងបន្ទប់នឹងតែនៅពេលដែលគាត់ចាប់ទីម្ដាយរបស់គាត់ចេញមកពីក្រោមគ្រែវិញណាមគាត់ក៏បានឃើញប្រអប់ជើងម្ដាយរបស់គាត់បានបាក់បាត់ទៅហើយងាយមកមើលអ្នកមីងលីវិញម្ដងក្រោយពីបានដឹងរឿងទាំងអស់នោះគាត់ក៏បាននិយាយប្រាប់ទៅកាន់ប្តីរបស់គាត់ថាដែលនៅក្នុងផ្ទះមួយនេះវាហាក់ដូចជាមានរឿងអ្វីចម្លែកមិនដឹងនោះទេថ្មីនេះអ្នកមីងញ៉ាគាត់ត្រូវបានអ្វីម្យ៉ាងចាប់ទីជើងរបស់គាត់ឲ្យដួលហើយថែមទាំងកាច់បំបាក់ជើងរបស់គាត់ថែមទៀតផងស្របពេលនោះស្រាប់តែអ្នកមីងធួយគាត់ក៏បានឃើញមានដង្កូវជាច្រើននៅក្នុងឆ្នាំងរបស់គាត់ក្រោយពីហេតុការណ៍នោះបានកើតឡើងនៅក្នុងផ្ទះរបស់ពួកគាត់អញ្ចឹងពួកគាត់ក៏សម្រេចចិត្តទៅរកគ្រូមន្តអាគមមកជួយចាប់ផ្ដើមធ្វើពិធីគាត់ក៏បានដេកធូបមួយដុំធំហើយគាត់ក៏បានស៊ីវាទាំងដែលនៅមានភ្លើងនៅឡើយ
គ្រូអាគមនោះគាត់ក៏បានប្រមាណមើលដឹងថាម៉ាញគាត់ស្លាប់ចំថ្ងៃដែលមិនល្អហើយក្រុមគ្រួសាររបស់គាត់បានប្រព្រឹត្តកំហុសមួយដ៏ធំថែមទៀតដោយបានបញ្ចុះគាត់នៅចំថ្ងៃសែនដូនតាដូច្នេះហើយវាមានប្រធ្នូមិនល្អនោះទេមិនត្រឹមតែប៉ុណ្ណោះគ្រូអាគមគាត់ក៏បានឃើញថាមានខ្មោចជាច្រើនដែលកំពុងតែស្រែកឃ្លាននៅជុំវិញគ្រួសាររបស់ម៉ាញ់នៅពេលដែលបានឮអញ្ចឹងអ្នកមីងធួយគាត់ក៏បានសួរទៅវិញតើក្រុមគ្រួសាររបស់គាត់ត្រូវធ្វើយ៉ាងម៉េចបន្តទៅទៀតទៅគ្រូអាគមគាត់ក៏បានតបទៅកាន់ពួកគេវិញថាប្រហែលជាមានបញ្ហាដែលមិនទាន់បានត្រូវដោះស្រាយមួយចំនួនរវាងអ្នកស្លាប់និងសាច់ញាតិដែលនៅរស់ដូច្នេះហើយទើបគាត់ប្រែក្លាយទៅជាវិញ្ញាណសងសឹកបើសិនជាមិនប្រញាប់ដោះស្រាយរឿងមួយនេះនោះទេគ្រួសាររបស់គាត់នឹងត្រូវស្លាប់ច្រើនជាងនេះជាមិនខានដើម្បីរំដោះគ្រោះមួយនេះបានពួកគេត្រូវតែធ្វើពិធីកាត់ផ្តាច់ចំណងគ្រួសារជាមុនសិនពីព្រោះម៉ាញកាលពីនៅរស់គាត់ប្រហែលជាមានការខឹងសម្បារជាខ្លាំងជាមួយនឹងសាច់ញាតិរបស់គាត់ហើយអញ្ចឹងត្រូវតែថ្វាយគ្រឿងកោបនិងដង្វាយឲ្យគាត់ទើបបាននៅពេលដែលបានឮគ្រូមុនអាគមនិយាយបែបនោះមីងគាត់ក៏បានស្នើគ្រូមុនអាគមធ្វើពិធីរំដោះគ្រោះឲ្យពួកគាត់តែម្ដងកាត់ចូលមកដល់ណាមហើយនឹងស៊ូអេងវិញម្ដងដែលពួកគេកំពុងតែនាំគ្នាដើរមកពីផ្សារវិញភ្លាមនោះអ៊ីហុងដែលត្រូវជាអ្នកជិតខាងរបស់គាត់បានហៅណាមមកសួររឿងម្ដាយរបស់គាត់ដែលជាគ្រោះថ្នាក់កាលពីយប់មិញហើយគាត់បានប្រាប់ទៀតថានៅក្នុងផ្ទះរបស់ណាមប្រហែលជាមានរឿងអីដែលមិនសូវស្រួលជាមិនខានបានជាមានរឿងអ្វីចម្លែកបែបនេះអញ្ចឹងគាត់គួរតែប្រញាប់ទៅសែនដើម្បីរំដោះគ្រោះចង្រៃចេញទៅកំពុងតែនិយាយជាមួយនឹងណាមសុកស្រាប់តែមានបុរសម្នាក់រត់សម្ដៅជុំក្នុងហាងរបស់គាត់បុរសម្នាក់នោះបានស្រែកឲ្យមនុស្សទាំងអស់នោះប្រញាប់រត់ចេញពីទីនេះទៅហើយឈប់ញ៉ាំសាច់ពិសេសបន្តទៅទៀតទៅតែឃើញបុរសម្នាក់នោះទៅរញ៉េរញ៉ៃជាមួយនឹងភ្ញៀវរបស់ខ្លួនអញ្ចឹងអ៊ីហុងគាត់ក៏បានដេញបុរសម្នាក់នោះឲ្យចេញពីផ្ទះរបស់គាត់ភ្លាមនោះម្ដាយរបស់គាត់ក៏បានចូលមកការពារកូនរបស់ខ្លួនតែគាត់មានឈ្មោះថាអ្នកមីងឡៃគាត់ក៏បានធ្វើការសុំទោសចំពោះរឿងដែលបានកើតឡើងនៅក្នុងពេលនេះរៀបនឹងចាក់ចែងទៅវិញហើយប្រាប់តែណាមបានសួរទៅកាន់គាត់ដែលនៅថ្ងៃបុណ្យសពរបស់ឪពុកគាត់មិនបានជាអ្នកមីងឡៃមិនព្រមចូលរួមអញ្ចឹងតើមានរឿងអ្វីកើតឡើងមែនអ្នកមីងឡៃគាត់ក៏បានតបទៅវិញដោយព្រោះគាត់មានការទើបបានជាមិនបានចូលរួមគាត់ក៏បានបន្ថែមទៀតថាឯងត្រូវប្រយ័ត្នចំពោះឆ្កែដែលមានសម្បុរពណ៌សហើយនៅមានច្រមុះពណ៌ក្រហមឯងមិនគួរចិញ្ចឹមវាឲ្យធំធាត់នៅក្នុងក្រុមគ្រួសាររបស់ឯងទេមកមើលពួកគេទាំង3នាក់នេះវិញម្ដងពេលនេះមានឈ្មោះម្នាក់បានដឹកមានឆ្កែមួយក្បាលមកឲ្យពួកគាត់ប៉ុន្តែតម្លៃនៅក្នុងថ្ងៃនេះវាថ្លៃខុសប្លែកពីធម្មតាដូច្នេះហើយនៅពេលដែលនិយាយរឿងតម្លៃមិនសូវត្រូវគ្នាពួកគាត់ក៏សម្រេចចិត្តមិនយកសត្វឆ្កែមួយនោះវិញមកចិញ្ចឹមចូលមកដល់យប់ឡើងណាមគាត់ក៏បានឆែកអំពីប្រវត្តិសត្វឆ្កែដែលមានសម្បុរសនិងច្រមុះពណ៌ក្រហមក្រោយពីបានឆែកឃើញរួចគាត់ក៏បានយកទៅឲ្យស៊ូអេងជាអ្នកអាននៅក្នុងអត្ថបទមួយនោះគេក៏បានសរសេរថាបើសិនជាតាមអបិយជំនឿក្រុមគ្រួសារទាំងឡាយណាដែលមានរាសីដាក់រមែងតែជួបព្រឹត្តិការណ៍ចម្លែកអញ្ចឹងបានន័យថាគ្រោះថ្នាក់នឹងខិតជិតមកដល់ហើយសត្វឆ្កែដែលមានសម្បុរសជាមួយនឹងច្រមុះពណ៌ក្រហមវាក៏ជាគ្រោះថ្នាក់មួយទៅដល់ក្រុមគ្រួសារដែរបើយោងទៅតាមទំនាយវិញវិញ្ញាណអាក្រក់នឹងត្រូវចាត់កំណើតឡើងវិញជាទម្រង់ពីម្ដាយទៅកូននៅពេលដែលវាធំឡើងម្ដងបន្តិចវានឹងឡើងទៅលើដំបូលផ្ទះនៅពេលយប់ជ្រៅវានឹងលបលួចមើលសមាជិកគ្រួសារទាំងអស់ហើយធ្វើសកម្មភាពចម្លែកវានឹងប្រើប្រាស់គ្រប់វិធីសាស្ត្រជាច្រើនដើម្បីនឹងបង្កឲ្យយើងមានរបួសស្នាមបើយើងក្រឡេកមកមើលអ្នកមីងធួយនេះវិញម្ដងគាត់កំពុងតែអង្គុយនៅតែម្នាក់ឯងល្មមពេលនោះស្រាប់តែគាត់បានឮសំឡេងអ្វីមួយចម្លែកចេញមកពីក្រោមគ្រែរបស់គាត់ក៏បានអោនទៅមើលទាំងដែលនៅក្នុងចិត្តរបស់គាត់ភ័យជាខ្លាំងរកចុះរកឡើងនឹងស្រាប់តែគាត់ប្រទះឃើញមានស្រមោលពណ៌ខ្មៅហើយថែមទាំងមានភ្នែកពណ៌ក្រហមទៀតឃើញដូច្នោះគាត់ក៏បានស្រែកមួយទំហឹងតែម្ដងរីឯណាមហើយនឹងស៊ូអេងពួកគេក៏បានចេញមកមើលអ្នកមីងធួយបានចង្អុលទៅកាន់មាត់បង្អួចក្រោយមកណាមគាត់ក៏បានឃើញសត្វឆ្កែមួយក្បាលរត់ចូលទៅក្នុងព្រៃណាមគាត់ក៏បានដេញតាមសត្វឆ្កែមួយក្បាលនោះស្របពេលនោះដែរភ្លៀងវាក៏បានធ្លាក់មកយ៉ាងខ្លាំងប៉ុន្តែណាមគាត់នៅតែបន្តដើរតាមរកសត្វឆ្កែមួយនោះដដែលដើរមកដល់កន្លែងមួយវាបានធ្វើឲ្យណាមមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយគាត់បានឃើញសត្វឆ្កែជាច្រើនបានដើរជើងពីរហើយថែមទាំងមានភ្នែកពណ៌ក្រហមទៀតបន្ទាប់ពីនោះណាមគាត់ក៏បានតែប្រាប់ពួកគាត់ថាមិនឲ្យបើកហាងលក់សាច់ពិសេសនៅថ្ងៃស្អែកនោះទេមីងគាត់ក៏បានតបទៅវិញបើសិនជាមិនបើកហាងថ្ងៃស្អែកនោះទេតើពួកយើងនឹងត្រូវបានលុយមកពីណាទៅទិញម្ហូបមកញ៉ាំតែមីងញ៉ាគាត់ក៏បានប្រាប់ទៅពួកគេវិញថាណាមគាត់និយាយត្រូវហើយពីព្រោះក្រុមគ្រួសាររបស់យើងនៅប៉ុន្មានថ្ងៃចុងក្រោយនេះជួបតែបញ្ហារហូតហើយឥឡូវនេះដែលមីងធួយគាត់ក៏មានបញ្ហាដែរមីងគាត់ក៏បានតបទៅវិញភ្លាមពួកគាត់ត្រូវតែបើកហាងមួយនេះដើម្បីនឹងចិញ្ចឹមជីវិតចំណែកឯបងវិញមានកូនប្រុសដ៏សែនល្អជួយចិញ្ចឹមបងហើយនៅពេលដែលឃើញគេនិយាយដាក់ម្ដាយរបស់ខ្លួនខ្លាំងបែបនេះណាមគាត់បានចេញមុខមកការពារហើយគាត់ក៏បាននិយាយថាមិញនឹងដែលមីងធួយគាត់ក៏បានជួបជាមួយនឹងរបស់ចម្លែកដែរអត់ចាំយូរឡើយដែលមីងធួយគាត់ក៏បានតបទៅវិញតើគាត់បានជួបអ្វីគាត់មិនបានឃើញអ្វីនោះទេណាមគាត់ក៏បានតបទៅវិញបើសិនជាមិនបានឃើញអ្វីនោះទេមិនបានជាអ្នកមីងស្រែកខ្លាំងម្ល៉េះដែលមីងធួយគាត់ក៏បានតបទៅវិញដែរថាគាត់គ្រាន់តែឃើញកណ្ដុរមួយក្បាលតែប៉ុណ្ណោះមិនគ្រាន់តែស្រែកនៅក្នុងផ្ទះមួយនេះវាខុសដែរមែនដូច្នេះនៅថ្ងៃស្អែកគ្រប់យ៉ាងត្រូវតែដំណើរការទៅតាមធម្មតាបើសិនជាមានរឿងអ្វីកើតឡើងនោះទុកឲ្យគាត់ជាអ្នកទទួលខុសត្រូវទាំងអស់រឿងក៏បានកាត់ចូលមកដល់ព្រឹកឡើងតែពួកគាត់បានចែកទូនាទីគ្នាដើម្បីបើកលក់សាច់ពិសេសអ្នកខ្លះរោលរីឯអ្នកខ្លះទៀតកាប់សាច់ទុកលក់ឲ្យភ្ញៀវពេលដែលពួកគេមករកទិញអីចឹងទៅពេលនោះមានភ្ញៀវម្នាក់បានមកទិញជើងសាច់ពិសេសបន្ទាប់មកគាត់ក៏បានឲ្យអ្នកមីងធួយកាប់ជាចំណិតតូចគ្រាន់តែបានកាប់មួយកាំបិតភ្លាមវាបានធ្វើឲ្យជើងរបស់អ្នកមីងញ៉ាឈឺចាប់ជាខ្លាំងគាត់ក៏បានស
ស្រែកឲ្យណាំជួយកត់ផងវាពិតជាឈឺចាប់ខ្លាំងណាស់ពេលនោះណាំគាត់ក៏បានចេញទៅមើលនៅឯខាងមុខផ្ទះគាត់ក៏បានឃើញអ្នកមីងធួយកំពុងតែកាប់សាច់ដូច្នេះគាត់ក៏បានដឹងភ្លាមថានៅពេលដែលអ្នកមីងធួយគាត់បានកាប់សាច់នោះវានឹងធ្វើឲ្យជើងម្ដាយរបស់គាត់ឈឺកាន់តែខ្លាំងដែរអញ្ចឹងហើយគាត់ក៏បានប្រាប់ឲ្យអ្នកមីងធួយឈប់កាប់សាច់នោះបន្តទៅទៀតទៅនៅពេលដែលគាត់ឈប់កាប់ភ្លាមជើងរបស់អ្នកមីងញ៉ាគាត់ក៏ឈប់ឈឺចាប់ទៀតដែរគាត់ចូលមកដល់យប់ឡើងវិញម្ដងបន្ទាប់ពីលក់ដូរហើយអ្នកមីងធួយគាត់ក៏បានលាងសម្អាតសម្ភារៈដែលប្រើប្រាស់រួចតែម្នាក់ឯងស្របពេលនោះគាត់ក៏បានឮសំឡេងអ្វីម្យ៉ាងចម្លែកទៀតហើយគាត់បានដើរទៅរកសំឡេងមួយនោះកំពុងតែដើរសុកនឹងស្រាប់តែមានដៃមួយគូចាប់ទីជើងរបស់គាត់ឲ្យដួលផ្កាប់មុខទៅនឹងធុងសាំងដែលគេកាត់ទុកសម្រាប់អាំងសាច់គាត់ងើបឡើងមកថ្នមព្រមទាំងមានការភ័យជាខ្លាំងពេលនោះក៏មានដៃមួយគូចាប់ទីករបស់គាត់ឲ្យស្លាប់នៅនឹងកន្លែងតែម្ដងក្រឡេកមកមើលអ្នកមីងលីវគាត់ក៏បានបិទទ្វារដើម្បីនឹងចូលទៅខាងក្នុងបន្ទប់ដេកពេលនោះស្រាប់តែគាត់បានឮសំឡេងបើកទ្វារនៅពីក្រោយខ្នងរបស់គាត់នៅពេលដែលគាត់ក្រឡេកទៅមើលស្រាប់តែមានមនុស្សដែលមានសភាពដូចជានឹងសត្វឆ្កែបានហោះមកខាំករបស់គាត់ស្របពេលនោះមីងគាត់ក៏បានមកជួយនាងតាន់ពេលវេលារឿងដែលបានកាត់ឡើងមិញហ្នឹងវាបានធ្វើឲ្យគាត់ដេកមិនលក់នោះទេរៀបនឹងចុះពីលើគ្រែទៅហើយហ្នឹងពេលនោះគាត់ក៏បានឮសំឡេងអ្វីម្យ៉ាងចម្លែកទៀតហើយនាងក៏បានក្រឡេកទៅមើលឯចុងជើងប្តីរបស់នាងឃើញមានពពួកអមនុស្សកំពុងតែលើកជើងប្តីរបស់នាងនាងក៏បន្តទៅមើលឯក្រោមគ្រែបន្តទៀតបន្ទាប់មកនាងក៏បានឃើញសត្វឆ្កែមួយក្បាលដែលមានសម្បុរពណ៌ខ្មៅនិងភ្នែកពណ៌ក្រហមវាក៏បានលាអណ្ដាតឡើងវែងមកលើមាត់របស់នាងពេលនោះនាងក៏បានស្រែកមួយទំហឹងដែលធ្វើឲ្យប្តីរបស់គាត់ភ្ញាក់ឡើងហើយមីងក៏បានឃើញជើងរបស់គាត់មានដំបៅទៅវិញនៅក្នុងយប់នោះណាំគាត់ក៏បានជួបរឿងចម្លែកដែរនៅពេលដែលគាត់ភ្ញាក់ឡើងស្រាប់តែឃើញសត្វឆ្កែមួយក្បាលឈរនៅពីមុខបន្ទប់របស់គាត់បានចេញទៅមើលវាពេលនោះវាក៏បានហោះមកខាំណាំតែបែរជាបាត់ទៅវិញដោយបន្សល់ទុកស្លាកស្នាមនៅដៃរបស់ណាំទៅវិញលុះចូលមកដល់ព្រឹកឡើងណាំគាត់ក៏បានមករកអ្នកមីងឡៃមកដល់ផ្ទះរបស់គាត់តែម្ដងតែទោះបីជាណាំខំប្រឹងហៅគាត់យ៉ាងណាក៏ដោយក៏គ្មាននរណាម្នាក់ឆ្លើយតបជាមួយនឹងគាត់សោះទើបគាត់សម្រេចចិត្តចូលទៅហៅឲ្យដល់ខាងក្នុងផ្ទះតែម្ដងកំពុងតែហៅអ្នកមីងឡៃសុកនឹងស្រាប់តែកូនប្រុសរបស់អ្នកមីងឡៃលោកដៃរបស់គាត់ចាប់ទីជើងរបស់ណាំភ្លាមតែម្ដងហើយនៅលើករបស់បុរសម្នាក់នោះក៏មានស្លាកស្នាមដូចទៅនឹងស្លាកស្នាមរបស់ណាំដែររីឯមូលហេតុដែលណាំគាត់មកទីនេះគឺដោយសារតែគាត់ដឹងថាក្រុមគ្រួសាររបស់អ្នកមីងឡៃធ្លាប់ជួបបញ្ហាដូចទៅនឹងក្រុមគ្រួសាររបស់ណាំដែរគាត់បាននិយាយរឿងរ៉ាវដែលបានកើតឡើងចំពោះក្រុមគ្រួសាររបស់គាត់កាលពីអតីតកាលនៅវេលាយប់នោះឪពុករបស់គាត់បានសម្លាប់មនុស្សដែលនៅក្នុងផ្ទះមួយនេះស្ទើរតែទាំងអស់រីឯអ្នកមីងឡៃគាត់បានត្រឹមតែពួនយំនៅឯខាងក្រោមគ្រែស្របពេលនោះដែរឪពុករបស់គាត់ក៏បានចាប់នាងបានឡៃគាត់បានសុំអង្វរទៅកាន់ឪពុករបស់ខ្លួនថាកុំសម្លាប់នាងអីតែឪពុករបស់គាត់មិនព្រមប្រណីនោះទេជាសំណាងល្អវិញគាត់មានបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាតៅចូលមកជួយគាត់តាន់ពេលវេលាហើយបានប្រាប់ឲ្យគាត់ឲ្យឆាប់រត់ចេញពីទីនេះភ្លាមទៅតែគាត់ក៏បានតស៊ូប្រយុទ្ធជាមួយនឹងឪពុករបស់ខ្លួនរហូតដល់តែចេញមកខាងក្រៅផ្ទះកំឡុងពេលនោះដែរមេឃវាក៏បានធ្លាក់ភ្លៀងយ៉ាងខ្លាំងតែបានហក់ទៅរត់កហើយនឹងបដូរឪពុករបស់ខ្លួនទៅលើដីឪពុករបស់តៅរកចាក់តៅមួយកំបិតតែត្រូវបានតៅចាប់ដៃរបស់គាត់ជាប់ស្រាប់តែពេលនោះក៏មានរន្ទះបាញ់ចោលឪពុករបស់គាត់ស្លាប់តែម្ដងក្រោយពីដឹងហេតុការណ៍ទាំងអស់នោះណាំគាត់ក៏បានសួរថាហេតុអ្វីបានជាក្រុមគ្រួសាររបស់អ្នកមីងឡៃជួបសំណាងអាក្រក់បែបនេះអ្នកមីងឡៃគាត់ក៏បានតបទៅវិញវាគឺជាកម្មពីអ្វីដែលឯងសាព្រោះគឺជាអ្វីដែលឯងនឹងច្រូតកាត់បើទោះបីជាឯងសម្លាប់មីឆ្កែយ៉ាងណាក៏ដោយក៏កូនឆ្កែរបស់វានឹងមកខំឯងនៅថ្ងៃណាមួយជាមិនខានហើយវានឹងបញ្ចប់ទៅវិញនៅពេលដែលមាននរណាម្នាក់ក្លាហានហ៊ានប្រឈមមុខជាមួយនឹងវាឥឡូវនេះងាកមកមើលប្តីប្រពន្ធពីរនាក់នេះវិញម្ដងពួកគេកំពុងតែរកគ្រូឲ្យជួយទៀតហើយលោកគ្រូក៏បានប្រមាណមើលឃើញថាក្រុមគ្រួសាររបស់មីងកំពុងតែប្រឈមមុខជាមួយនឹងការស្លាប់ហើយដូច្នេះក៏ត្រូវតែធ្វើពិធីទៅបានបើមិនអញ្ចឹងនោះទេនឹងមានសមាជិកគ្រួសារស្លាប់ច្រើនជាងនេះជាមិនខានហើយពិធីនឹងត្រូវតែធ្វើនៅយប់នេះនៅកន្លែងភ្នូតែម្ដងគាត់នឹងដាក់យន្តការពារបំខាំងវិញ្ញាណអាក្រក់ដូច្នេះហើយយើងត្រូវការមនុស្សម្នាក់ដើម្បីនឹងចាក់ឈាមបបេនៅលើអាសនៈក្នុងពេលតែមួយធ្វើដូច្នេះព្រលឹងរបស់ញ៉ានឹងមិនអាចត្រឡប់មកសម្លាប់ពួកឯងបាននោះទេការធ្វើពិធីវាក៏បានចាប់ផ្ដើមឡើងពួកគេបានធ្វើការកោះភ្នូរបស់ម៉ាញ់ដើម្បីយកមកធ្វើពិធីពេលនោះគ្រូមុនអាគមគាត់ក៏បានសួរអំពីម៉ោងពិតប្រាកដដែលម៉ាញ់គាត់បានស្លាប់គ្រប់គ្នាបានឆ្លើយថាម៉ោងព្រឹកទាំងអស់គ្នាប៉ុន្តែមីងគាត់ក៏បានប្រាប់ថាម៉ាញ់គាត់បានស្លាប់នៅម៉ោង3កន្លះព្រឹកទេស្របពេលនោះដែរណាមគាត់ក៏បានមកដល់ល្មមហើយក៏បានសួរទៅកាន់លោកពូរបស់ខ្លួនថាហេតុអ្វីបានជាគាត់ដឹងច្បាស់ម្ល៉េះរឿងក៏បានកាត់ឲ្យយើងដឹងថាតាមការពិតមីងគាត់ស្អប់បងប្រុសរបស់គាត់ខ្លាំងណាស់ដោយសារតែពេលមុនម៉ាញ់គាត់បានលួចស៊ីចុកប្រពន្ធរបស់ខ្លួនប៉ុន្តែមីងគាត់ធ្វើអ្វីមិនកើតនោះទេពីព្រោះតែគាត់ស្នាក់នៅផ្ទះជាមួយនឹងម៉ាញ់ដែលត្រូវជាបងប្រុសរបស់គាត់អញ្ចឹងហើយរឿងទាំងអស់ហ្នឹងគាត់បានត្រឹមតែលាក់នៅក្នុងចិត្តតែប៉ុណ្ណោះចំណែកឯការស្លាប់របស់បងប្រុសរបស់គាត់មីងហើយនឹងប្រពន្ធរបស់គាត់ក៏បានមកទាន់ពេលវេលាដែរតែគាត់ហាប្រពន្ធរបស់គាត់មិនឲ្យជួយបងប្រុសរបស់ខ្លួននោះទេពីព្រោះគាត់គិតថានាងនៅតែស្រឡាញ់បងប្រុសរបស់ខ្លួនហើយណាមួយគាត់ចង់ឲ្យបងប្រុសរបស់គាត់ស្លាប់ស្រាប់ផងទើបបានជាគាត់ធ្វើបែបនេះនៅពេលដែលបានដឹងការពិតទាំងអស់ណាបានវាយលោកពូរបស់ខ្លួនមីងគាត់ក៏បានយកប៉ែលមកនិងធ្វើការវាយទៅលើណាវិញគ្រប់គ្នាបានប្រាប់ឲ្យពួកគេឈប់វាយភ្លាមទៅប៉ុន្តែមីងគាត់មិនព្រមឈប់នោះទេចំណែកឯលោកគ្រូអាគមវិញនៅពេលដែលឃើញសកម្មភាពរៀងរញ៉េរញ៉ៃបន្តិចពួករួមជាមួយនឹងការធ្វើពិធីមិនបានជោគជ័យទៀតនោះគាត់ព្រមទាំងកូនចៅរបស់គាត់ក៏នាំគ្នាប្រមូលលុយរត់ចេញពីកន្លែងធ្វើពិធីនោះតែ
ម្ដងរីឯមីងគាត់ក៏បានវាយទៅកាន់ណាំមួយដងបណ្ដាលឲ្យគាត់សន្លប់បន្ទាប់មកដំណើររបស់មីងបានចាប់ផ្ដើមឈឺឡើងវិញតែធ្វើឲ្យគាត់ពិបាកទ្រាំមែនទែនដូច្នេះគាត់បានដើរសម្ដៅទៅរកឯផ្ទះវិញនៅតាមផ្លូវគាត់ក៏បានឃើញឆ្កែដែលមានសម្បុរសនិងមានភ្នែកពណ៌ក្រហមហើយនឹងពាក់មួកកំពុងតែអង្គុយរង់ចាំគាត់ឆ្កែមួយក្បាលនោះបានហក់មករកគាត់បន្ទាប់មកវាក៏បានគោឈាមដាក់លើមុខរបស់គាត់ជាច្រើនមើលនៅមីងលីវនេះវិញកំពុងតែកើតរឿងអីមិនដឹងនោះទេនៅសុកសុកស្រាប់តែគាត់មកលើសម្លេងបើកទ្វារគាត់ក៏បានសួរពីរបីដងថាមានអ្នកណាមករកគាត់មានការអីស្រាប់តែពេលនោះបានលេចវត្តមានប្តីរបស់គាត់ដែលមានសភាពជាបិសាចបាត់ទៅហើយមីងបានចាប់ប្រពន្ធរបស់គាត់ទៅជ្រមុជទឹកនៅក្នុងឆ្នាំងដែលកំពុងតែពុះបើទោះបីជាមានការអង្វរពីប្រពន្ធរបស់គាត់យ៉ាងណាក៏ដោយគាត់នៅតែជ្រមុជប្រពន្ធរបស់គាត់ដដែលមីងវាក៏ចាប់ផ្ដើមភ្លៀងតិចតិចណាំគាត់ក៏បានដឹងខ្លួនឡើងវិញហើយបញ្ញាប់រត់មករកផ្ទះចូលមកដល់មុខផ្ទះគាត់ក៏បានឃើញផ្ទៃមុខរបស់អ្នកមីងលីវឡើងរលួយអស់ទៅហើយពេលនោះគាត់ក៏បានលើសំឡេងម្ដាយរបស់គាត់ណាំបានចូលទៅជួយម្ដាយរបស់គាត់ពីក្រញាំបិសាចចំណែកឯបិសាចនោះក៏មិនអន់នោះដែរណាំបានដាក់បិសាចនោះឲ្យបត់កកទៅខាងក្រោយពេលនោះណាំគាត់ក៏បានគិតថាគ្រប់យ៉ាងវាក៏ត្រូវបានបញ្ចប់ទៅហើយស្របពេលនោះបិសាចវាក៏បានងើបឡើងមកវិញហើយវាបង្វិលកយឺតឲ្យមករកសភាពដូចដើមវិញណាំគាត់ក៏បានឲ្យពួកគេទាំងពីរនាក់រត់ទៅមុនទៅទុកឲ្យគាត់នៅទីនេះម្នាក់ឯងបានហើយបិសាចនោះក៏បានចាប់ណាំបោះទៅមកខាងរីឯណាំបានចាប់បិសាចនោះវិញហើយបានវាយក្បាលរបស់គាត់មួយចាស់ឡើងពេញទំហឹងតែម្ដងពេលនោះប្រហែលជាឈឺណាស់ហើយមើលទៅបានជាបិសាចម្នាក់នោះងាយមករកណាំហាក់បីដូចជាចង់ស៊ីសាច់ណាំអញ្ចឹងណាំគាត់ក៏បានរត់ចេញទៅខាងក្រៅទាំងដែលមានកំពុងតែភ្លៀងលីឡំជាមួយនឹងបករន្ទះបិសាចវាក៏បានចាប់យកកាំបិតដេញតាមណាំពីក្រោយបិសាចនោះវាក៏បានកាប់ណាំមួយកាំបិតតែជាសំណាងល្អណាំគាត់បានគេចផុតក្នុងកំឡុងពេលនោះណាំគាត់ក៏បានឃើញបកលន់គាត់ក៏បាននឹកឃើញថាអតិពលនៃរន្ទះបាញ់វាអាចកម្ចាត់បិសាចបានកំពុងតែគិតនឹងស្រាប់តែបាត់បិសាចនោះទៅណាមិនដឹងនោះទេបន្តិចក្រោយមកបិសាចនោះវាក៏បានហក់ពីក្រោយនិងព្រួលណាំមកដួលទៅលើដីកំពុងតែវាទៅរកកន្លែងមានសុវត្ថិភាពណាំបានឃើញចម្រឹងឈើមួយដែលនៅពីមុខរបស់គាត់ដូច្នេះហើយគាត់ក៏បានបញ្ឆោតឲ្យបិសាចម្នាក់នោះហក់ទៅរកគាត់ណាំគាត់ក៏បានចាប់បិសាចម្នាក់នោះឲ្យទៅជុំជាមួយនឹងឈើនោះតែអ្វីដែលមិននឹកស្មានដល់បិសាចនោះវាមិនទាន់ស្លាប់នៅឡើយទេស្របពេលនោះដែរណាំគាត់ក៏បាននឹកឃើញអំពីពាក្យសម្ដីរបស់អ្នកមីងឡៃពីនោះគាត់ក៏បាននិយាយថាប្រសិនបើចង់បញ្ចប់រឿងមួយនេះលុះត្រាណាតែមាននរណាម្នាក់ក្លាហានហ៊ានប្រឈមមុខជាមួយនឹងវាណាំគាត់ក៏បានសម្រេចចិត្តទៅចាប់បិសាចម្នាក់នោះឲ្យនៅជាប់ជាមួយនឹងដើមឈើនោះទៅបើទោះបីជាមានការខាំពីបិសាចនោះយ៉ាងណាក៏ដោយណាំគាត់នៅតែមិនព្រមលែងនោះដែរជាចុងក្រោយរន្ទះបាញ់វាក៏បានបាញ់ចំបិសាចម្នាក់នោះដែលធ្វើឲ្យណាំគាត់បានខ្ទេចចេញមកឆ្ងាយពីកន្លែងនោះនៅចុងបញ្ចប់នៃសាច់រឿងណាំគាត់ក៏បាននាំប្រពន្ធរបស់គាត់ហើយនឹងម្ដាយរបស់គាត់ទៅរស់នៅឯទីក្រុងវិញហើយរឿងរបស់យើងក៏ត្រូវបានបញ្ចប់តែត្រឹមនេះអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត